របស់គ្នាបាទមួយគាត់យកដៃមកដាក់ក្បែរមកកណាដោយមិនមានការភ័យខ្លាចទេពុកម៉ែបងប្អូនរបស់គ្នាបាទមើលសកម្មភាពរបស់គាត់បាទបាទឥឡូវនេះគាត់ចាប់ដើមហើយទាញជើងក្រែពុកម៉ែបងប្អូនរបស់គ្នាមើលថាខាងណាត្រង់ឬខាងណាវាដើម្បីឲ្យស្មើក្នុងការវាពុកម៉ែបងប្អូនរបស់គ្នាអានេះគាត់ដាក់ផ្លែកណាចូលទៅហើយដើម្បីមើលការវាឈើនេះឲ្យចេញពីរាងជើងក្រែហ្នឹងដែរបាទគេហៅថាក្រែជើងគ្រុកបងប្អូនរបស់គ្នាទេសនាជាមួយនឹងសកម្មភាពរបស់គូម៉ាប់ដែលកំពុងវាជើងក្រែនេះផងដែរបាទអូនមើលដៃរបស់គាត់ទៅងេវទេបាទគាត់មានកម្លាំងខ្លាំងក្នុងការរុញជើងក្រែនេះឲ្យវាដើម្បីដាច់ចេញពីរូបរាងឈើមួយយ៉ាងស្អាតផងដែរបាទមិនថាគាត់មិនប្រឹងសោះទេបាទគាត់ប្រឹងថាដែរគាត់បើកម្លាំងមួយថ្ងៃកន្លះកេះដើម្បីមានកម្លាំងក្នុងការរុញឈើ